cho lừa lán chùa bỏ ông đói ở bàn nạt không đây mà chùa bỏ ông nằm bay chlong cầm rô đi sàn sóng pre để ông cùng tiêu chùa bột bò sạch bạt vì đặc trầm bàn cho chùa bỏ ông hái của bàn bây chùa bỏ ông bị plong đại nè cu cái cu mực ao đầm bay ao chiêng có vừa tạmรูទីស្ថានសង្ព្រះនេះត្រូវតែមានប្លង់ត្រឹមត្រូវមានសួនមានគេហៅថាគ្រឹះត្រឹមត្រូវដើម្បីតម្កល់ពុទ្ធរូបអញ្ចឹងខ្ញុំបានយកប្លង់មកឆ្លងព្រះអង្គក៏ដូចជាភាសាមួយជាងដើម្បីធ្វើកិច្ចការងារហ្នឹងឲ្យទាន់ពេលវេលាដែលព្រះអង្គចង់បានមុនចូលឆ្នាំខ្មែរយើងខាងមុខនេះនៅខាងជាងចម្លាក់ឆ្លាក់ពុទ្ធរូបនោះកំពុងតែមានញឹកអញ្ចឹងស្របពេលនេះខ្ញុំក៏ឆ្លៀតទៅកសាងបន្តទៀតជាមួយនឹងព្រះអង្គច័ន្ទមុនីកន្លែងដែលតម្កល់ពុទ្ធរូបគេហៅថាទីស្ថានសង្ឃព្រះនោះឯងអញ្ចឹងខ្ញុំបានយកប្លង់នឹងមកឆ្លងព្រះអង្គហើយនឹងទៅមើលទីតាំងជាក់ស្ដែងដែលព្រះអង្គនឹងនាំទៅបន្តិចទៀតនេះដោយហេតុថារាល់កិច្ចការងារតើតែព្រះអង្គសម្រេចអនុញ្ញាតទើបយើងចាប់ផ្ដើមធ្វើបានព្រោះអ្វីៗគឺស្ថិតនៅលើព្រះអង្គទាំងអស់បាទខ្ញុំមានកិត្តិយសសូមប្រគេនដំណឹងនិងជូនដំណឹងដល់បដិជគុណគ្រប់អង្គក៏ដូចជាពុទ្ធបរិស័ទគ្រប់រូបខ្ញុំបានមកជួបព្រះអង្គវេនវិស័យបណ្ឌិតច័ន្ទមុនីដើម្បីទៅមើលទីតាំងទីស្ថានសង្ឃព្រះដែលខ្ញុំព្រួយផ្ដើមកសាងជាមួយនឹងព្រះអង្គហើយឥឡូវនេះព្រះអង្គកំពុងតែនាំទៅទីតាំងនោះដើម្បីយើងសាងសង់ទីស្ថានក្នុងការតម្កល់ពុទ្ធរូបបាទចង់និយាយថាសមិទ្ធផលទីតាមានពិតហើយការកសាងទីស្ថានសង្ឃព្រះនិងពុទ្ធរូបនេះគឺខ្ញុំបានបើកឱកាសដល់អ្នកមានសទ្ធាចូលរួមចំណេះផលទាំងអស់គ្នាខ្ញុំក៏បានទទួលនៅថវិកាពីសប្បុរសជនបាន$10,000កិច្ចទួចដែរហើយការធ្វើរបស់យើងនេះគឺថាធ្វើអស់ច្រើនមិនមែនអស់$10,000ទេគ្រាន់តែថាខ្ញុំបើកឱកាសដល់ពុទ្ធបរិស័ទដទៃទៀតដែលលោកមានសទ្ធាជ្រះថ្លាបាទសទ្ធាជ្រះថ្លាក្នុងការចាប់អ្នកផលកន្លែងនេះមកបងបាទឥឡូវនេះបដិជគុណបានចង្អុលបង្ហាញអំពីទីតាំងធ្វើទីស្ថានសង្ឃព្រះបាទដែលជាទីតាំងច្បាស់លាស់ហើយដោយធ្វើនៅស្របជាមួយនឹងសាលាឆាន់តែម្ដងព្រោះព្រះអង្គមានសន្និកាថាពេលដែលគេចុះទៅលើសាលាឆាន់មកអាចមកស្រង់ព្រះទីនេះអញ្ចឹងទីធ្លាដែលសមគួរគឺមានតែកន្លែងនឹងមួយទេដែលព្រះអង្គបានចង្អុលបង្ហាញពីព្រោះកន្លែងហ្នឹងវាឆ្លាស់ហើយវាអាចមានទីធ្លាធ្វើសួនបានទៀតហើយมันបជ្រៀតគ្នាក្រៅពីនោះគឺថាកន្លែងវាស្មុកគេថាកន្លែងដែលណែនទៅដោយសមិទ្ធផលហើយអញ្ចឹងមានតែទីតាំងកន្លែងនឹងមួយទេដែលសមគួរនឹងដំឡើងក៏ដូចជាកសាងទីស្ថានស្រង់ព្រះបាទហើយខ្ញុំនឹងព្រះអង្គបានពិភាក្សាក៏ដូចជាឆ្លងយោបល់ជាមួយជាងជំនាញតែធ្វើយ៉ាងណាឲ្យទាន់ចូលឆ្នាំខាងមុខនេះស្រោតតែម្ដងដោយសារកាលពីមុននោះយើងធ្វើតែពុទ្ធរូបដោយសារតែទីតាំងមិនទាន់ជាក់លាក់ពីព្រោះសាលាឆាន់មិនទាន់ឡើងជារូបរាងឥឡូវសាលាឆាន់ឡើងជារូបរាងហើយយើងបានមើលទិសក៏ដូចជាកន្លែងដែលត្រូវធ្វើទីស្ថានសង្ឃព្រះដូច្នេះព្រះអង្គបានសម្រេចបតីយកទីតាំងដែលព្រះអង្គកំពុងតែចង្អុលបង្ហាញដូចជាហៅជាងមកពិនិត្យមើលក៏ដូចជាខ្ញុំមកមើលជាក់ស្ដែងនឹងដែរហ្នឹងគឺថាបានច្បាស់លាស់ហើយគឺធ្វើនៅស្របជាមួយនឹងសាលាឆាន់តែម្ដងដោយយោងថាពេលដែលពុទ្ធបរិស័ទមកប្រគិននឹងហាន់ប្រសងហើយចុះពីសាលាឆាន់គឺមកដល់ទីកន្លែងស្រង់ព្រះតែម្ដងហើយខ្ញុំនេះមិនមានអីធំដុំទេគ្រាន់ថាមានចិត្តជ្រះថ្លាធ្វើបុណ្យជាមួយព្រះអង្គច័ន្ទមុនីតែប៉ុណ្ណោះបាទមួយវិញទៀតដើម្បីបូជាឧទ្ទិសដល់ព្រះពុទ្ធគ្រប់អង្គដើម្បីជាយានដើម្បីជាប្រទីបដើម្បីជាបុណ្យនៅថ្ងៃអនាគតឬក៏ជាតិខាងមុខទៀត
បាទបើសិនជាបងប្អូនណាមាននិស្ស័យក៏ដូចជាមានសេចក្តីជ្រះថ្លាអាចចូលរួមកសាងជាមួយខ្ញុំបានតាមរយៈ QR code ដែលមានបង្ហាញនៅក្នុងវីដេអូនេះបាទសូមអរគុណសូមអនុមោទនា